អ្នកតាមដានចាត់ទុកសំណើសមាជិកព្រឹទ្ធសភាថៃចង់រំលាយមិត្តភាពជាមួយកម្ពុជាមិនមែនជារឿងសំខាន់ជាងដែនអធិបតេយ្យភាពខ្មែរអ្នកតាមដានស្ថានភាពនយោបាយនិងសង្គមចំនួន2រូបបានចាត់ទុកការស្នើរបស់សមាជិកព្រឹទ្ធសភាថៃម្នាក់ទៅប្រធានរដ្ឋសភាថៃទាមទារឲ្យរំលាយក្រុមមិត្តភាពសភាថៃកម្ពុជាចោលមិនមែនជារឿងសំខាន់ទៀតទេព្រោះទំនាក់ទំនងដែលថៃមានលើកម្ពុជាជាទំនាក់ទំនងមិនស្មោះត្រង់ស្រាប់ទៅហើយប៉ុន្តែអ្វីដែលសំខាន់បំផុតសម្រាប់កម្ពុជានាពេលនេះគឺការការពារដែនអធិបតេយ្យភាពបូរណភាពទឹកដីរបស់ខ្លួនទាំងដែនគោកដែនទឹកឲ្យបានគង់វង្សថ្មីនេះសមាជិកព្រឹទ្ធសភាថៃម្នាក់គឺលោកបរិញ្ញាវងឆើតខ្វាន់បានដាក់ញត្តិទៅកាន់ប្រធានរដ្ឋសភាទាមទារឲ្យរំលាយក្រុមមិត្តភាពសភាថៃកម្ពុជាចោលភ្លាមក្រោមហេតុផលមានបញ្ហាសន្តិសុខជាតិក្រៅពីទាមទារឲ្យរំលាយក្រុមមិត្តភាពសភាថៃកម្ពុជាសមាជិកព្រឹទ្ធសភារូបនេះក៏បានជំរុញឲ្យរដ្ឋាភិបាលថៃកាត់ផ្តាច់និងបង្កកជំនួយសំខាន់ស្ទើរតែទាំងអស់ដែលផ្ដល់ឲ្យកម្ពុជារួមមានការស្នើមិនឲ្យសិស្សកម្ពុជាជាង500នាក់ឆ្លងដែនចូលទៅរៀននៅក្នុងប្រទេសថៃលុបឈ្មោះកម្ពុជាចេញពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលថៃឋានៈអនុបណ្ឌិតនិងបណ្ឌិតព្រមទាំងការកាត់បន្ថយថវិកាជំនួយអប់រំសម្រាប់កុមារកម្ពុជាដែលស្នាក់នៅក្នុងប្រទេសថៃផ្អាករាល់សេវាសុខាភិបាលតាមព្រំដែនដូចជាការផ្ដល់វ៉ាក់សាំងនិងអាហារូបត្ថម្ភដល់ពលរដ្ឋកម្ពុជាដែលបំលាស់ទីរួមទាំងការបង្កកគម្រោងតភ្ជាប់ប្រព័ន្ធអគ្គិសនីនិងទឹកស្អាតឆ្លងដែនផងដែរជុំវិញករណីនេះការីនិពន្ធព័ត៌មានអង្គភាពសារព័ត៌មាន SBM News មិនទាន់អាចសុំការយល់ឃើញពីអ្នកនាំពាក្យប្រធានរដ្ឋសភាកម្ពុជាបានទេគិតត្រឹមរសៀលថ្ងៃទី9ខែមិថុនាដោយទូរស័ព្ទចូលពុំមានអ្នកទទួលប៉ុន្តែយ៉ាងណាក៏ដោយអ្នកតាមដានស្ថានភាពនយោបាយនិងសង្គមបានបង្ហាញទស្សនៈផ្ទាល់ខ្លួនដោយយល់ឃើញថាករណីនេះមិនមែនជារឿងសំខាន់អ្វីនោះទេលោកសេកសុជាតិអ្នកតាមដានស្ថានភាពសង្គមនិងនយោបាយបានថ្លែងថាវាជាសេរីភាពរបស់ប្រទេសថៃហើយលោកចាត់ទុកការស្នើរំលាយក្រុមមិត្តភាពសភាថៃកម្ពុជាចោលនិងកាត់ផ្តាច់ជំនួយដែលភាគច្រើនផ្ដល់ឲ្យកុមារនិងនិស្សិតគឺដើម្បីចង់ដាក់សម្ពាធបន្ថែមលើកម្ពុជាលោកអះអាងថាសម្រាប់ខ្ញុំយល់ថាមិនសំខាន់ទេពីព្រោះបូរណភាពទឹកដីដែនអធិបតេយ្យភាពកម្ពុជាទាំងដែនទឹកដែនគោកគឺជារឿងសំខាន់ជាងជំនួយឬក៏ទំនាក់ទំនងដែលគ្មានភាពស្មោះត្រង់ទាំងអស់នេះខ្ញុំនៅតែបង្ហាញនៅឆន្ទៈមួយថាទោះបីជាគ្មានថៃក៏កម្ពុជាអាចធ្វើទៅបានដោយខ្លួនឯងហើយចំពោះនិស្សិតឬកូនសិស្សរបស់កម្ពុជាក៏អាចរៀននៅក្នុងស្រុកបាននិងអាចទទួលអាហារូបករណ៍ពីរាជរដ្ឋាភិបាលដើម្បីផ្លាស់ប្ដូរទៅប្រទេសផ្សេងៗលោកបរិញ្ញាវងឆើតខ្វាន់ជាសមាជិកព្រឹទ្ធសភាថៃមួយរូបដូច្នេះការស្នើឡើងបែបនេះបានសេចក្តីថាភាគីថៃមិនមានចេតនាស្ដារទំនុកចិត្តឬទំនាក់ទំនងជាមួយកម្ពុជាឡើងវិញទេនេះជាការយល់ឃើញរបស់លោកបណ្ឌិតកិនភាអ្នកជំនាញភូមិសាស្ត្រនយោបាយថ្លែងប្រាប់ SBM News លោកបណ្ឌិតកិនភាបានមានប្រសាសន៍ថាសមាគមមិត្តភាពខ្មែរថៃមិនដំណើរការបើសូម្បីតែមន្ត្រីទូតនៃប្រទេសទាំងពីរក៏ត្រូវបានហៅទៅប្រទេសរៀងខ្លួនវិញអញ្ចឹងខ្ញុំគិតថាវាអត់មានអីធ្ងន់ធ្ងរជាងស្ថានភាពបច្ចុប្បន្នដែលថៃឈ្លានពានកម្ពុជាហើយបាននឹងកំពុងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ដែលកំពុងមាននោះទេលោកបន្ថែមថាករណីជំនួយឬទំនាក់ទំនងខ្លះដែលមានពីមុនមកហើយថៃមកកាត់ផ្ដាច់នាពេលនេះគឺស្មើនឹងការយកបញ្ហាព្រំដែនទៅជាចំណាត់ខ្មាំងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរជុំវិញបញ្ហានេះលោកបានជំរុញឲ្យនិស្សិតសិស្សអាហារូបករណ៍ដែលរៀននៅប្រទេសថៃគួរពិចារណាត្រឡប់មកប្រទេសវិញគណៈរាជរដ្ឋាភិបាលនិងក្រសួងពាក់ព័ន្ធត្រូវដោះស្រាយជូនពួកគាត់មុនពេលមានការឈ្លានពានពីប្រទេសថៃនិស្សិតកម្ពុជាដែលសិក្សានៅប្រទេសថៃមានចំនួនប្រមាណ1700នាក់ក្នុងនោះមាននិស្សិតអាហារូបករណ៍ប្រមាណជាង400នាក់នេះបើតាមការបញ្ជាក់របស់លោកស្រីខួនវិជ្ជការរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងអប់រំប្រាប់ SBM News តាមប្រព័ន្ធ Telegram នៅរសៀលថ្ងៃទី9ខែមិថុនាលោកស្រីបានបន្ថែមថាកន្លងមកនិស្សិតស្ទើរតែទាំងអស់បានវិលត្រឡប់មកកាន់កម្ពុជាវិញដោយក្រសួងអប់រំបានសម្របសម្រួលផ្ដល់អាហារូបករណ៍ឲ្យពួកគាត់ចំនួន9លើកដោយឡែកចំនួនតិចតួចដែលនៅសល់គឺនិស្សិតដែលកំពុងសិក្សានៅឆ្នាំចុងក្រោយដែលត្រូវបញ្ចប់ការសិក្សាអ្នកនាំពាក្យអប់រំអះអាងថាមកដល់ពេលនេះក្រសួងនៅមិនទាន់បានទទួលការបញ្ជាក់ជាផ្លូវការណាមួយពីរាជរដ្ឋាភិបាលថៃនៅឡើយគណៈបច្ចុប្បន្នក្រសួងនៅតែបន្តធ្វើការយ៉ាងជិតស្និទ្ធដើម្បីតាមដានពីសុខទុក្ខនិងសុវត្ថិភាពរបស់និស្សិតកម្ពុជានៅប្រទេសថៃ